សួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់នីតិព្រេងនីតិខ្មោចនៅក្នុងយប់នេះផងដែរខ្ញុំក៏មានរឿងមួយដើម្បីចង់មកចែកជូនឲ្យគ្រប់គ្នាបានស្ដាប់កំសាន្តដែលមានចំណងជើងថានៅយប់ដែលពួកយើងកំដរសពយាយឡំកន្លងផុតទៅជាច្រើនឆ្នាំក្រោយពីខ្ញុំបានមករស់នៅទីក្រុងនិងធំធាត់នឹងក្តីឡើងនៅទីនេះមានការងារធ្វើនៅទីនេះមានការរស់នៅល្អនៅទីនេះតែខ្ញុំតែងតែមានអារម្មណ៍ថាដូចជាខ្វះអ្វីមួយដែលខ្ញុំធ្លាប់មាននិងមិនអាចមានអ្វីមកជំនួសពេលវេលានោះបាននោះគឺជាពេលវេលាវ័យកុមារភាពរបស់ខ្ញុំនិងមិត្តភ័ក្តិពេលដែលនៅឯស្រុកស្រែខ្ញុំតែងតែនឹករលឹករឿងការពីអតីតកាលរបស់ខ្ញុំនិងមិត្តទាំង4ខ្ញុំជារឿយៗរាល់ពេលដែលខ្ញុំនៅឃើញដល់រឿងការគ្រានោះពេលណាខ្ញុំក៏តែងតែញញឹមម្នាក់ឯងឡើងមកទាំងមិនដឹងខ្លួនវាហាក់ពិតជាមានក្តីសុខខ្លាំងណាស់នៅថ្ងៃមួយខ្ញុំនិងមិត្តទាំង4នាក់របស់ខ្ញុំបានតាក់ទងគ្នាដើម្បីណាត់ជួបគ្នាម្ដងទៀតព្រោះតែពួកយើងម្នាក់ក៏រស់នៅទីក្រុងនេះដែរគ្រាន់តែមានការរវល់រៀងខ្លួនទើបខានជួបគ្នាយូរមកហើយក្រោយពីថ្ងៃនោះមកដល់ពួកយើងក៏បានមកណាត់ជួបជុំគ្នានៅហាងកាហ្វេមួយនៅឯជីក្រុងដោយសារតែខានជួបគ្នាយូរពេកពួកយើងបាននិយាយគ្នាពីនេះពីនោះច្រើនណាស់ហើយក៏លើករឿងលេងសើចចំអន់ដាក់គ្នាទៅវិញទៅមកពីរឿងចាស់កាលដែលនៅក្មេងៗមកបង្អាប់គ្នាដូចជាទម្លាប់ដែលពួកយើងធ្លាប់មានកាលនៅវ័យកុមារនិយាយចោះនិយាយឡើងអាថើយមិត្តខ្ញុំម្នាក់ក្នុងចំណោមទាំង4នាក់ក៏បានលើកឡើងថាពួកឯងមាននៅចាំផ្ទះយាយឡំអត់ក្រោយពីបានឮឈ្មោះផ្ទះយាយឡំភ្លាមធ្វើឲ្យគ្រប់គ្នាផ្អាកសកម្មភាពទាំងអស់គ្នារួចក៏បែរសម្លឹងទៅមើលអាថើយគ្រប់គ្នាអាធីមមិត្តខ្ញុំម្នាក់ទៀតក៏និយាយឡើងដែរថារឿងអីមិនចាំនឹកឃើញការគាត់ឡងពួកយើងមិនទាន់ភ្លេចនៅឡើយទេវើយនិយាយដល់ចំណុចនេះអាយ៉ាត់មិត្តខ្ញុំម្នាក់ទៀតក៏បន្តឡើងដែរថាមកពីការនោះសង្ស័យតែដោយសារតែពួកយើងលួចនំគាត់ស៊ីទើបបានជាគាត់ខឹងហើយឡងពួកយើងអញ្ចឹងហើយនៅពេលនោះអវយមិត្តចុងក្រោយរបស់ខ្ញុំនៅក្នុងចំណោមទាំង4នាក់ក៏បានសួរទៅអាថើយដោយការងឿងឆ្ងល់បន្តិចថាហើយចុះវាមានរឿងអីតាក់ទងទៅអាថើយហើយនៅពេលនោះអាថើយក៏បានតបមកវិញទាំងប្រកាសប្រជាថាប្រហែលជាមួយអាទិត្យមុនអញបានទៅលេងស្រុកអញទើបតែដឹងថាដីយាយឡំបងប្អូនគាត់លក់ដីនឹងហើយគ្រប់គ្នាបានបន្តស្ដាប់ដោយការយកចិត្តទុកដាក់ខ្ញុំដោយឆ្ងល់ខ្លាំងពេកក៏សួរវាហើយវាមានអីចម្លែកទៅអាថើយក៏បានតបមកវិញទាំងមានទឹកមុខភ័យខ្លាចថារឿងដែលចម្លែកនឹងម្ចាស់ដីថ្មីស្រាប់តែឈប់ទិញវិញភ្លាមហើយលុយកក់ទាំងអស់គាត់មិនយកទៀតពួកឯងគិតថាគាត់ចិត្តល្អមែនទេខ្មោចយាយឡំនៅតែឡងដដែលវើយគ្រាន់តែបានដឹងដំណឹងបែបនេះភ្លាមខ្ញុំនឹងគ្រប់គ្នាមើលមុខគ្នាដោយការព្រឺក្បាលបន្តិចក៏ព្រោះរឿងដែលគាត់បានស្លាប់មកដល់បច្ចុប្បន្ននេះវាមានរយៈពេលយូរឆ្នាំណាស់មកហើយតាំងពីពួកយើងនៅអាយុ13-14ឆ្នាំមកម្លេះដោយសារតែរឿងដែលអាថើយបាននិយាយនេះវាក៏បានធ្វើឲ្យខ្ញុំនឹកឃើញដល់រឿងដែលកើតឡើងកាលនៅឆ្នាំនោះដែលធ្វើឲ្យពួកខ្ញុំម្នាក់មិនអាចបំភ្លេចបាននូវទស្សនវិជ្ជាដែលពួកយើងបានជួបនោះឡើយនៅចំនួននោះភូមិដែលពួកយើងរស់នៅគឺដាច់ស្រយាលខ្លាំងមែនទែនហើយក៏នៅឆ្ងាយពីខេត្តណាស់ដែរការចំនួននោះនៅក្នុងភូមិមិនសូវមានមនុស្សរស់នៅច្រើនឡើយហើយភ្លើងក៏មិនទាន់មានប្រើប្រាស់គ្រប់គ្រាន់ដែរភាគច្រើននៅក្នុងភូមិគឺប្រើតែចង្កៀងប្រេងកាតនិងទៀនបើមិនអញ្ចឹងក៏ប្រើភ្លើងអាគុយនោះទេនៅឯចុងភូមិមានផ្ទះឈើមួយខ្នងដែលជាផ្ទះរបស់យាយឡំនេះឯងយាយឡំកាលនៅចំនួននោះគាត់ជាអ្នកលក់ចាប់ហួយតូចមួយនៅផ្ទះរបស់គាត់តែបើតាមលក់នោះមិនសូវជាដាច់នោះទេព្រោះផ្ទះគាត់នៅឆ្ងាយពីគេខ្លាំងពេកជាទូទៅមានតែក្មេងនៅក្នុងភូមិនោះឯងដែលជួយទិញគាត់និងក្រៅពីនោះគឺមានតែចាស់ដែលត្រឡប់មកពីស្រែដែលនៅឆ្ងាយពីភូមិបាននៅមុខផ្ទះរបស់គាត់វិញគឺសុទ្ធតែវាលស្រែដែលគេបានទុកចោលជាច្រើនឆ្នាំមកហើយយូរទៅដីស្រែទាំងនោះក៏ក្លាយទៅជាវាលបេនរបស់ក្មេងៗនៅក្នុងភូមិការចំនួននោះមកលេងជារៀងរាល់ល្ងាចព្រោះមានល្បែងច្រើនណាស់ត្រូវលេងនៅទីនោះដូចជាលេងសេះធាក់គ្នាលេងស៊ីខួងលេងហឹងលេងអ៊ូនិងបង្ហោះខ្លែងអីជាដើមនៅមានច្រើនទៀតរីឯថ្ងៃណាក្តៅខ្លាំងវិញទឹកក្នុងប្រឡាយក្បែរស្រែនោះក៏ហក់លេងសិនហើយគិតសពទៅនៅការចំនួននោះសប្បាយម្យ៉ាងដែរគ្មានទូរស័ព្ទតាក់ទងគ្នាផងតែមកជួបជុំគ្នាពេលណាទៀងម៉ោងល្អណាស់និយាយពីយាយឡំវិញគាត់រស់នៅផ្ទះនោះតែម្នាក់ឯងនោះទេគ្មានកូនចៅឡើយរីឯសាច់ញាតិគាត់វិញក៏នៅខេត្តឆ្ងាយទៀតនៅខាងមុខផ្ទះយាយឡំមានរទេះគោមួយដែលចតចោលនៅមុខផ្ទះរបស់គាត់ដែលគាត់តែងតែចំណាំអង្គុយលេងរៀងរាល់ល្ងាចមើលក្មេងៗលេងនៅវាលស្រែខាងមុខដីផ្ទះរបស់គាត់នោះវាដូចជារបស់សំណប់គាត់អញ្ចឹងដែរទោះបីអ្នកភូមិណាខ្ចីក៏គាត់មិនព្រមឲ្យដែរកុំថាឡើយតែរទេះគោគាត់សូម្បីតែផ្លែឈើនៅក្នុងដីគាត់ក៏ដោយក៏គាត់សុកចិត្តទុំជ្រុះចោលក៏មិនឲ្យអ្នកណាដែរតែសម្រាប់ពួកខ្ញុំវិញរាល់ពេលចេញពីរៀនដើរកាត់ផ្ទះគាត់លើកណាឲ្យតែថាឃើញគាត់មិននៅក្នុងតូបចាប់ហួយគាត់ហើយដឹងតែពួកខ្ញុំលួចបេះផ្លែមៀននៅដីគាត់ហូបហើយដើម្បីកំដរមាត់ទម្រាំដើរដល់ផ្ទះជួនជាថ្ងៃខ្លះគាត់តាមតន់ទៅដំបងឫស្សីចង់ប៉ិនកំភួនជើងទៅហើយដេញវត្តពួកយើងរត់ផងសោចផងតែយ៉ាងណាក៏
គាត់រត់មិនដែលទាន់ពួកយើងនោះទេគិតទៅហេតុតែនៅពេលនោះនៅក្មេងមិនដឹងខ្យល់អីចេះតែនាំគ្នាធ្វើបាបគាត់រហូតព្រោះតែសប្បាយហើយបើនិយាយការពិតទៅការចំនួននោះពួកខ្ញុំទាំង5គឺជាក្មេងដែលរពឹសនិងខូចជាងគេប្រចាំភូមិតែម្ដងរហូតដល់ថ្ងៃនោះមកដល់ទើបធ្វើឲ្យពួកយើងឈប់ខូចគ្រប់គ្នាអាចនិយាយបានថារៀងហើយស្បត់តែម្ដងនោះគឺជាពេលវេលាដែលយាយឡំបានស្លាប់ពេលនោះបរិយាកាសផ្ទះយាយឡំកន្លែងដែលពួកយើងតែងតែមកលេងបានក្លាយទៅជាកន្លែងដ៏ស្ងប់ស្ងាត់និងគួរឲ្យព្រឺក្បាលតែម្ដងនាល្ងាចនោះពួកយើងបានចេញមកពីបាញ់ចាប់នៅក្នុងព្រៃមេឃក៏ធ្លាក់ពន្លឺល្ងាចណាស់ទៅហើយដែរប្រហែលជាម៉ោង5ជាងល្ងាចអំឡុងពេលដើរកាត់ផ្ទះយាយឡំពួកយើងបានឃើញថានៅផ្ទះគាត់មានរោងឫស្សីមួយធ្វើឡើងនៅមុខផ្ទះរបស់គាត់ហើយនៅក្នុងរោងឫស្សីនោះក៏មានចាស់ម្នាក់2នាក់ដែលកំពុងតែរៀបចំនៅក្នុងនោះក៏មានតាឡាងម្នាក់ដែរគាត់គឺជាអាចារ្យតែម្នាក់នៅក្នុងភូមិពួកយើងឆ្ងល់មែនតែនថាគាត់កំពុងតែធ្វើអីទើបចូលទៅមើលដើម្បីដឹងរឿងខ្លះតែមិនទាន់ចូលទៅដល់ផ្ទះផងស្រាប់តែអ្វីដែលពួកយើងបានឃើញគឺមឈូសមួយបានដាក់តម្កល់រួចជាស្រេចនៅលើគ្រែខាងមុខផ្ទះយាយឡំលើសពីនោះទៅទៀតរូបថតយាយឡំក៏បានតម្កល់នៅជិតមឈូសនោះដែរពួកយើងម្នាក់ភ្ញាក់ផ្អើលជាខ្លាំងព្រោះធ្លាប់ឃើញគាត់រាល់ថ្ងៃទៅហើយតែបែរជាថ្ងៃនេះគឺជាថ្ងៃដែលគាត់ត្រូវលាចាកលោកទៅវិញពួកយើងម្នាក់ក៏មានចិត្តអាណិតសំណោះគាត់ដែរតែមិនដឹងថាអាចជួយអ្វីបាននោះទេបានត្រឹមតែឈរមើលមុខគ្នាលេងឡង់រួចក៏ទាញកគ្នារកត្រឡប់ទៅវិញតែមិនទាន់បានទាំងដើរផងនោះគ្រាន់តែបែរខ្នងស្រាប់តែតាឡាងបាននិយាយពីក្រោយមកថាពួកអាដែងចង់តាណាយប់នេះមកកំដរសពយាយឡំផងគ្រាន់តែលើបែបនេះភ្លាមពួកយើងក៏បាននៅត្រឹងមួយកន្លែងព្រឺសម្បល់ខ្ញាក់តែម្ដងរួចពួកយើងក៏បានបែរមកវិញទាំងញញឹមមិនសូវសមអាថើយវាប្រញាប់និយាយឡើងថាអូយមិនឲ្យពួកខ្ញុំវិញតាអ្នកផ្សេងនៅក្នុងភូមិមកកកងហើយពេលនោះតាឡាងគាត់ក៏បានតបថាខែនឹងខែច្រូតមិនសូវមានអ្នកនៅក្នុងភូមិទេគេទៅស្រែអស់ហើយយាយឡំនោះក៏គាត់ទៅស្លាប់ភ្លាមអ្នកភូមិខ្លះក៏រវល់អ្នកខ្លះក៏មិនទាន់ដឹងភ្លាមនោះស្រាប់តែអ្វីក៏ប្រញាប់ប្រកែកមកអូយវាក៏មិនទាន់ដល់វេនពួកខ្ញុំដែរតាក្មេងៗនៅក្នុងភូមិច្រើនណាស់ពេលលឺអ្វីនិយាយបែបនេះភ្លាមតាឡាងក៏បានរៀងដំឡើងសម្លេងបន្តិចយីពួកអានេះការគាត់នៅរស់ពួកឯងសិតស្នាមួយគាត់ជាងគេក្មេងៗនៅក្នុងភូមិអញដើរសួរគេគ្រប់គ្នាគេប្រាប់អញ្ចឹងទាំងអស់គ្រាន់តែឮបែបនេះហើយចង់ធ្លាក់ថ្លើមក្ដុកចង់ដឹងថាណាអ្នកនិយាយមែនតែនព្រោះវាមិនត្រូវរឿងសោះតែម្ដងបន្ទាប់ពីនោះខ្ញុំក៏បានតបមកវិញថាតាយល់ច្រឡំធំហើយគិតថាពួកខ្ញុំជាមុខសញ្ញាគាត់ច្រើនជាងឮខ្ញុំនិយាយបែបនេះហើយគ្នារបស់ខ្ញុំនឹងក៏អើតាមព្រមគ្នាតែម្ដងតែពេលនោះតាឡាងក៏បាននិយាយជាលក្ខណៈលួងមកវិញថាអានិតគាត់ផងទៅពួកឯងដឹងហើយនៅក្នុងភូមិយើងមិនសូវមានមនុស្សច្រើនទេមានតែពួកឯងហ្នឹងជាក្មេងក្លាហានជាងគេប្រចាំភូមិសាច់ញាតិគាត់តោះអាស្អែកទៅមកដល់ហើយតាក៏រវល់ទៅភូមិផ្សេងទៀតតោះតែពាក់កណ្ដាលយប់ទៅតារួចដៃហើយចាំតាមកក្រោយឮបែបនេះហើយពួកយើងម្នាក់ក៏រៀងធូរចិត្តខ្លះដែរតែក៏នៅតែអេអន់បន្តិចហើយនៅពេលនោះតាឡាងក៏បាននិយាយចាក់ដោតទៅពួកយើងថាអេអញព្រោះចង់បានលុយចាយមែនចាំតាឲ្យឮបែបនេះហើយគ្រប់គ្នាក៏បានញញឹមឡើងមកវិញអាយ៉ាត់ប្រញាប់និយាយឡើងភ្លាមបែបនេះតាំងពីដើមមកស្រួលនិយាយគ្នាបន្តិចតែបើអាធីមវិញវានៅមានទឹកមុខព្រួយបារម្ភហើយទើបនិយាយតែពួកខ្ញុំមិនទាន់សុំម៉ែទេតានៅខណៈនោះស្រាប់តែតាឡាងបាននិយាយកាត់ផោងថាម៉ែពួកឯងអញសុំរួចហើយទៅមុជទឹកឲ្យស្អាតហើយឆាប់មកតាចាំបន្ទាប់ពីនិយាយរួចហើយពួកយើងក៏បានចាក់ចែងពីផ្ទះយាយឡំទៅដោយដើរបណ្ដើរគិតផងខ្លាចផងតែយ៉ាងម៉េចយ៉ាងម៉ាតាមដំណើរសិនទៅហើយវេលាយប់នោះក៏បានឈានចូលមកដល់ពួកយើងទាំង5អង្គុយជុំគ្នានៅលើគ្រែមួយនៅក្នុងរោងខាងមុខផ្ទះគាត់ក្បែរគ្រែតម្កល់សពយាយឡំបរិយាកាសស្ងាត់តែត្រជាក់ដល់ហើយលើសពីនោះក៏គួរឲ្យខ្លាចដែរមើលទៅជុំវិញឃើញតែភាពស្ងប់ស្ងាត់និងងងឹតមានតែពន្លឺព្រះច័ន្ទភ្លឺស្ទង់ជះមកលើផ្ទៃវាលស្រែនិងព្រៃភ្នំក្បែរនោះចំណែកនៅឯកន្លែងពួកយើងវិញក៏មានតែពន្លឺជះចេញពីទៀនដែលដាក់ដុតបំភ្លឺជាប់មឈូសដោយតាឡាងនិងចង្គៀងប្រេងកាត2ដាក់បំភ្លឺនៅក្នុងផ្ទះមួយនិងដាក់នៅក្បែរពួកយើងមួយតែប៉ុណ្ណោះពួកយើងអបសុកមែនតែនព្រោះមិនដឹងថាត្រូវធ្វើអីពេលនោះស្រាប់តែអាថើយវាសម្លឹងឃើញចេកមួយស្ទងដែលគេដាក់បញ្ឈរក្បែរគ្រែមឈូសយាយឡំវាក៏បានដើរទៅកាច់ចេកមួយស្និតយកមកទុកស៊ីធ្វើមិនដឹងដោយសារតែនិស្ស័យជាក្មេងមិនដឹងខ្យល់អីពួកយើងក៏នាំគ្នាស្ទុះទៅដណ្ដើមកាច់ចេកចេញពីស្ទងនោះអស់រលីងដោយមិនដឹងថាចេកនោះគេទុកសម្រាប់ធ្វើអ្វីនៅថ្ងៃស្អែកនោះទេក្រោយពីបានចេកចែកគ្នាស៊ីអស់ហើយក៏នៅសល់ខ្លះតែពួកយើងហល់រៀងខ្លួនទៅហើយអាវ៉យក៏មានកំណត់មួយនិយាយឡើងតោះលេងបៀរូបស៊ីចេកអីអាណាចាញ់អ្នកស៊ីបើយើងគិតទៅថាគ្រាន់តែញ៉ាំចេកសោះវាមានអីពិបាកវាមិនខុសទេតែពេលដែលយើងញ៉ាំរហូតដល់ហល់ហើយគ្រាន់តែឃើញចេកហ្នឹងក៏ត្រលាន់ដែរតែបើសិនជាពួកយើងចាញ់ក៏ទៅតែបង្ខំញ៉ាំនោះឯងគ្រប់គ្នាដោយសារតែអបសុងក៏យល់ព្រមលេងទាំងអស់គ្នាទៅពេលនោះអាវ៉យក៏បានយករូបសន្លឹកជាច្រើនចេញពីក្នុងហោប៉ៅរបស់វាហើយក៏ចាប់ផ្ដើមផ្កាប់និងចែកគ្នារហូតដល់អស់បន្ទាប់ពីនោះពួកយើងក៏លើករូបនោះមកមើលហើយក៏ចាប់ផ្ដើមបូកលេខថាតើអ្នកណាមានពងច្រើនជាងគេហើយតើអ្នកណាមានពងតិចជាងគេនឹងត្រូវញ៉ាំចេកដែលនៅសេសសល់នោះឯងអ្នកដែលមានពងតិចជាងគេនឹងត្រូវញ៉ាំ3ផ្លែម្នាក់ឯងហើយអ្នកបន្ទាប់ទី2នឹងញ៉ាំ2ផ្លែហ
ហើយអ្នកបន្ទាប់ទី3នឹងត្រូវញ៉ាំតែមួយផ្លែទេរីឯអ្នកទី4គឺជាអ្នកចែករូបបន្តហើយពងអ្នកធំជាងគេក៏មានសិទ្ធិខ្ពស់មិនបាច់ធ្វើអ្វីទាំងអស់ពួកយើងបានបន្តលេងបែបនេះជារឿយៗមានការសើចសប្បាយបង្អាប់គ្នាចុះឡើងជារឿយៗរហូតទាល់តែសម្បកជេរចកោពេញទីនោះទៅហើយយប់កាន់តែជ្រៅបរិយាកាសកាន់តែស្ងាត់ឡើងក្រោយលេងបានមួយសន្ទុះធំមកទៀតខ្ញុំចាប់ផ្ដើមថាញាត់ជែកលេងចូលមែនតែនហើយខ្ញុំក៏បាននិយាយទៅពួកវាថាអញស៊ីលេងចូលហើយវើយឈប់លេងហើយអាថើយនឹងក៏ប្រញាប់តបភ្លាមថាហើយអញនឹងក៏ស៊ីមិនចូលដែរតែបរិយាកាសបែបនេះបើមិនលេងធ្វើអីស្ងាត់ក៏ស្ងាត់ហើយអាយ៉ាត់ក៏រអ៊ូមកម្នាក់ទៀតហើយតាឡាងកាលណាមកកាន់តែយប់អញកាន់តែខ្លាចមិនដឹងទេនិយាយដល់ចំណុចនេះពួកយើងក៏បានផ្អាកសកម្មភាពទាំងអស់គ្នាបន្តិចរួចក៏បែរយឺតទៅមើលរូបថតដែលនៅមុខមឈូសរបស់យាយឡំទាំងអស់គ្នារួចក៏លេបទឹកមាត់បន្តិចហើយមើលមុខគ្នាដោយអារម្មណ៍ខ្លាចពិតមែនភ្លាមនោះអាធីមក៏ប្រញាប់កាត់ពួកយើងហើយនិយាយភ្លាមថាលេងទៅកុំអោយស្ងាត់ពេកបើស៊ីជេកមិនបានលេងចាញ់ផឹកទឹកទៅហើយពួកខ្ញុំទាំងអស់គ្នានឹងក៏បានមើលមុខគ្នាបន្តិចរួចក៏សម្រេចថាយល់ព្រមសារជាថ្មីហើយបន្តពីនោះពួកយើងក៏ចាប់ផ្ដើមលេងរូបបន្តទៀតអ្នកណាចាញ់លើកនេះនឹងត្រូវផឹកទឹក3កែវដូចជាពេលដែលពួកយើងលេងញ៉ាំជែកអញ្ចឹងដែរតែពួកយើងភ្លេចឲ្យឆឹងថាលេងផឹកទឹកនេះវាធន់ជាងលេងស៊ីជែកទៀតវាក៏ដូចជាអ្វីដែលខ្ញុំបានភ្លេចពិតមែនក្រោយពីលេងបានមួយសន្ទុះធំខ្ញុំក៏ចាប់ផ្ដើមរៀបបត់ជើងតូចមុនគេតែម្ដងតែសំណាងខ្ញុំក៏មានពិលយកមកពីផ្ទះជាមួយដែរទើបមិនសូវខ្វល់ក៏ដើរទៅឈរបត់ជើងតូចនៅឯវាលស្រែដីមុខផ្ទះឯណោះទៅតែពេលដើរត្រឡប់មកវិញស្រាប់តែចង្រៃយកអីអាប៉ិលរបស់ខ្ញុំនេះវាចាប់ផ្ដើមអ៊ីវរលត់បាត់ទើបខ្ញុំក៏ទើបតែនឹកឃើញថាភ្លេចឲ្យឆឹងយកថ្មទៅដាក់ហាលកាលពីថ្ងៃមិញចុងក្រោយក៏បានត្រឹមដើរបណ្ដាគោះបណ្ដាទាំងងងឹតត្រឡប់មករោងវិញនោះឯងតែអំឡុងពេលខ្ញុំកំពុងតែដើរមកនោះក៏ស្រាប់តែខ្ញុំបានដាក់ភ្នែកសម្លឹងទៅមើលគ្នាខ្ញុំដែលអង្គុយនៅលើគ្រែនៅក្នុងរោងខាងមុខផ្ទះនោះស្រាប់តែធ្វើឲ្យខ្ញុំបានទុយដំណើរមួយរំពេចនៅអ្វីដែលខ្ញុំបានឃើញនៅមាត់បង្អួចផ្នែកខាងក្នុងផ្ទះយាយឡំមានមនុស្សកំពុងតែឈរសម្លឹងមើលគ្នារបស់ខ្ញុំដែលកំពុងតែអង្គុយលេងរូបលើគ្រែពន្លឺចង្កៀងដែលដុតបំភ្លឺនៅខាងក្នុងផ្ទះបានជះពន្លឺបង្ហាញរូបរាងគេយ៉ាងច្បាស់តែខ្ញុំនៅតែមើលមិនដឹងថាជានរណានោះទេភ្លាមនោះខ្លួនខ្ញុំស្រាប់តែភ្លឺសម្បុរខ្ញាក់តែម្ដងខ្ញុំខំប្រឹងមើលឡើងយកចិត្តទុកដាក់ដើម្បីឲ្យច្បាស់សឹងតែមិនដកដង្ហើមទៅហើយរហូតដល់ភ្លាមក៏ជ្រុះពិលពីដៃទាំងមិនដឹងខ្លួនហើយពេលនោះវាក៏ធ្វើឲ្យខ្ញុំភ្ញាក់បន្តិចដែរមើលទៅពិលដែលជ្រុះនៅខាងក្រោមវិញដែរហើយក៏ឃើញថាពិលនោះបានភ្លឺមកវិញហើយតែគណៈនោះស្រាប់តែអវយបានស្រែកពីចម្ងាយមកថាហើយនៅយូរម៉េះក្តារនេះហើយឈ្នះហើយការស្រែករបស់វាក៏បានធ្វើឲ្យខ្ញុំប្រញាប់សម្លឹងទៅមើលគ្នាខ្ញុំម្ដងទៀតប៉ុន្តែស្រាប់តែពេលនោះបានបាត់វត្តមានមនុស្សដែលឈរនៅក្នុងផ្ទះនោះឲ្យឆឹងតែម្ដងមិនដឹងថាទៅណាឃើញតែពន្លឺភ្លើងសតុនចេញពីផ្ទះនោះធម្មតាខ្ញុំមានអារម្មណ៍ថាដូចជាមិនសូវស្រួលសោះតែខ្ញុំក៏មិនប្រកាសចិត្តដែរមិនចាំយូរនោះទេខ្ញុំក៏ប្រញាប់រើសពិលរួចដើរមើលឆ្វេងមើលស្ដាំតម្រង់ទៅផ្ទះវិញភ្លាមទៅមកដល់ផ្ទះយាយឡំវិញខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាខ្លាចយ៉ាងម៉េចមិនដឹងឡើយខ្ញុំតែងតែមើលទៅជុំវិញផ្ទះនោះជារឿយអាថើយវាបានចាប់អារម្មណ៍ហើយវាក៏ប្រញាប់សួរខ្ញុំទាំងកំពុងតែចែករូបលេងបន្តថាហើយកើតស្អីគេញ័រដូចជាកូនឆ្កែលាក់ទឹកអញ្ចឹងពួកវាបានមើលមកខ្ញុំគ្រប់គ្នាខ្ញុំស្ទាក់ស្ទើរចង់ប្រាប់បន្តិចអត់បន្តិចតែចេះតែបន្តមើលទៅជុំវិញផ្ទះនោះរហូតហើយពួកវានោះក៏ចេះតែសម្លឹងខំប្រឹងមើលតាមខ្ញុំដែរអាធីមវាបានបញ្ជាក់សួរខ្ញុំសារជាថ្មីថាវាកើតស្អីហែងដោយសារតែមើលទៅពួកវាដូចជាចង់ដឹងដែរខ្ញុំក៏សម្រេចចិត្តប្រាប់ទៅបើអញប្រាប់ពួកឯងកុំខ្លាចពេលអញដើរមកមិញអញឃើញណាគេម្នាក់ឈរមើលពួកឯងនៅមាត់បង្អួចផ្ទះយាយឡំគ្រាន់តែពួកវាលឺបែបនេះភ្លាមពួកវាក៏ប្រញាប់បែរសម្លឹងទៅមើលមាត់បង្អួចផ្ទះយាយឡំផ្លែតហើយទើបអាយ៉ាត់វាបែរមកសួរខ្ញុំបញ្ជាក់ហើយច្បាស់អត់អាមន់ខ្ញុំក៏ងក់ក្បាលតិចបញ្ជាក់ថាច្បាស់ហើយគឺឃើញពិតមែនដោយសារតែចង់ដឹងឲ្យកាន់តែច្បាស់ពេលនោះពួកយើងទាំង5នាក់ក៏បានចុះពីលើគ្រែដើរសម្ដៅទៅបើកទ្វារផ្ទះយាយឡំទាំងអស់គ្នាយឺតទំលេងទ្វារផ្ទះបើកលឺសូរតែក្រាក្រោយពេលពួកយើងរុញទ្វារផ្ទះចូលទៅហើយក៏ស្រាប់តែមិនបានឃើញអ្វីចម្លែកនោះទេឃើញមានតែមុងភួយនិងសម្លៀកបំពាក់ចាស់មួយចំនួនរបស់យាយឡំនិងចង្កៀងប្រេងកាតដែលដុតបំភ្លឺនៅក្នុងផ្ទះនោះតែប៉ុណ្ណោះក្រោយពេលឃើញបែបនេះពួកយើងក៏ធូរចិត្តបន្តិចគ្នាខ្ញុំក៏ចាប់ផ្ដើមហូរចិត្តនឹងខ្ញុំគ្រប់គ្នាថាខ្ញុំមើលច្រឡំហើយខ្ញុំវិញហ្នឹងក៏មិនប្រកាសច្បាស់ហឹងចិត្តដែរពេលដែលឃើញបែបនេះតែយ៉ាងណាពួកវាក៏មិនបានថាអីឲ្យខ្ញុំដែរគ្រាន់តែម្នាក់មានទឹកមុខធុញបន្តិចតែប៉ុណ្ណឹងរៀបចេញមកវិញទៅហើយហ្នឹងស្រាប់តែអាវ៉យវាបានចាប់អារម្មណ៍ឃើញនំដែលយាយឡំតែងលក់កន្លងមកនោះនៅសល់ដែលលក់មិនតាន់អស់ដាក់ភ្ជួរពេញផ្ទះទើបវាក៏ប្រញាប់និយាយឡើងទៅពួកយើងថាហេពួកអាដែងសិតតែនំនឹងស្ករគ្រាប់អើយពួកយើងបានមើលមុខគ្នាបន្តិចដែលគិតថាមិនគួរយករបស់គាត់ទេដឹងតែអាធីមនិយាយថាអើយយើងក៏មកកំដរសពគាត់ដែរតាគិតថានំស្ករគ្រាប់ទាំងអស់នោះគាត់មិនកំណាញ់ទេតែភ្លាមនោះស្រាប់តែអាថើយនឹងក៏បានតបភ្លាមទាំងប្រកាសចិត្តតែពួកឯងដឹងចរិតយាយឡំមិនទេណាឮបែបនេះអាយ៉ាត់ម្នាក់ទៀតក៏ឆ្លើយតបតែបើទុកចោលក៏នៅតែខូចដដែលហ្នឹងគាត់ឈប់នៅហើយស្ដាយនំគាត់អានេះហេងស៊ុយគាត់កំពុងប្រាប់យើងថាញ៉ាំទៅចៅញ៉ាំទៅពួកអាប្រែទាំង4ក្បាលនោះនិយាយចុះនិយាយឡើងវាក៏បែរសម្លឹងមករកខ្ញុំដើម្បីផ្ដល់ចម្លើយទៅវិញហើយខ្ញុំក៏បាននិយាយទាំងមិនដឹងខ្យល់អីថាកុំមើលមកអញមិនដឹងទេវើយក្រោយពីសម្រេចសម្រួលចុះឡើងពួកយើងទាំង5ហ្នឹងក៏បានយកនំហើយស្ករគ្រាប់របស់យាយឡនោះមកអង្គុយញ៉ាំលេងរូបបន្តធ្វើមិនដឹងតែមិនមែនយកទាំងអស់នោះទេយកខ្លះតែប៉ុណ្ណោះក្រោយបន្តលេងបានមួយសន្ទុះធំមកទៀតស្រាប់តែអាធីមវារៀកបត់ជើងតូចម្ដងហើយវាក៏និយាយមកខ្ញុំអា
មន់អញខ្ចី7សិនមកទៅនំខ្ញុំក៏តបថា7រកអស់ថ្មហើយទុកដើរទៅផ្ទះវិញអាស្អីគេនេះតែអាធេមវានៅតែចង់យកទៅសិនតែខ្ញុំក៏មិនព្រមចង់ឲ្យវាដែរក៏បទាញបតុងគ្នាបន្តិចទៅស្រាប់តែធ្វើឲ្យ7នឹងជួទៅក្រោមក្រែបាត់ខ្ញុំក៏រអ៊ូឡើងមកទាំងកំពុងរាប់លេខនៅក្នុងរូបមិនដឹងជាស្អីវាទេអានេះរើសមកទៅនៅពេលនោះអាធេមវាក៏បានចុះពីលើក្រែដើម្បីរើស7និងរៀបទៅនំតែគណៈពេលវាបានអន់រើស7នោះស្រាប់តែវាបានឃើញផ្នែកមួយចំហៀងទៀតនៃក្រែមានមនុស្សម្នាក់កំពុងតែឈរក្បែរក្រែពួកយើងដែលកំពុងអង្គុយនេះដោយសារតែពេលនោះវាកំពុងតែអោននៅក្រោមក្រែវាបានឃើញតែជើងមួយគូដែលគ្មានស្បែកជើងឈរតែប៉ុណ្ណោះអាធេមវាបានចាប់អារម្មណ៍ដឹងថាគ្នាពួកយើងគឺឡើងអង្គុយលើក្រែអស់ហើយចុះតើអ្នកណាកំពុងតែឈរនេះភ្លាមនោះវាក៏អើតឡើងមកលើក្រែវិញឆ្ងល់ក៏ស្រាប់តែមិនបានឃើញនរណាផ្សេងទៀតនោះទេគឺឃើញតែពួកយើងទាំង4កំពុងតែអង្គុយលេងដាក់ជើងនៅលើក្រែទាំងអស់អាធេមវាហាក់ដូចជារៀងភាំងបន្តិចភ្លាមនោះដោយការមិនអស់ចិត្តវាក៏បានអោនទៅមើលក្រោមសាជាថ្មីម្ដងទៀតយ៉ាងលឿនក៏ស្រាប់តែអ្វីដែលវាបានឃើញនោះគឺជើងមួយគូដដែលគឺកំពុងតែឈរនៅផ្នែកមួយចំហៀងទៀតនៃក្រែដដែលលើកនេះវាច្បាស់មែនតែនហើយទើបប្រញាប់ហក់ឡើងមកលើក្រែយ៉ាងរហ័សការហក់របស់វាបានធ្វើឲ្យពួកយើងទាំង4នៅលើក្រែនោះភ្ញាក់ជាខ្លាំងហើយពួកយើងម្នាក់ៗហ្នឹងក៏ឆ្ងល់ខ្លាំងដែរទើបខ្ញុំក៏បានសួរវាថាវាថៃឯងអាធីមខែទៅណូមហីភ្លាមនោះអាធីមមានទឹកមុខភ័យខ្លាំងណាស់ហើយវាក៏បានតបមកខ្ញុំថាអញលេងទៅឲ្យវើយទ្រាំបានការនិយាយរបស់វានិងអាការៈរបស់វាធ្វើឲ្យពួកយើងមានការងឿងឆ្ងល់ជាខ្លាំងគ្រប់គ្នាហើយទឹកមុខរបស់វាវិញមើលទៅដូចភ័យខ្លាចខ្លាំងណាស់វាសម្លឹងទៅមើលជុំវិញទីនោះដោយអារម្មណ៍មិននឹងណនោះទេហើយភ្លាមនោះវាក៏សួរមកពួកយើងថាតាឡើងយូរដល់ហើយតោះមិនមកទៅផ្ទះមុនហ្មងអីអាវ៉យប្រញាប់តបមកវិញធ្វើចឹងមិនកើតចោះសពយឡណាគេមើលពេលលើអាវ៉យនិយាយបែបនេះអាធីមវាក៏ធ្វើមុខធុញបន្តិចហើយភ្លាមនោះស្រាប់តែវាស្ទុះយកកណាត់សមួយល្វែងដែលគេទុកកាត់ក្របសាកសពយកមកគ្របជុំវិញខ្លួនវាឡើងចិត្តខ្ញុំមកធ្វើអាវ៉យអាយ៉ាត់ឆ្ងល់ដែរតែមិនដឹងថាសួរវាមិនបន្តព្រោះតែភ្នែកវានឹងចេះតែមើលទៅជុំវិញមិនឈប់សោះហើយបបួលវាលេងរូបបន្តក៏វាមិនលេងវានិយាយថាអញឈប់លេងហើយវើយពួកឯងលេងទៅអញអង្គុយមើលម្ដងគ្រប់គ្នាក៏មើលទៅវាដែលកំពុងតែរងខ្លួនជាមួយកណាត់សនោះមានអាការៈប្លែកៗនិងចម្លែកជាខ្លាំងតែក៏មិនដឹងថាត្រូវសួរនាំវាយ៉ាងម៉េចបន្តទៀតដែរទើបសម្រេចលេងរូបបន្តទៀតទៅក្រោយពីបន្តលេងបានមួយសន្ទុះទៀតស្រាប់តែលេងសុកអាវ៉យវានៅថ្មងដោយរូបចម្លាក់មួយផ្លែតពួកយើងក៏មានការងឿងឆ្ងល់ហើយសម្លឹងទៅវាគ្រប់គ្នាទើបវានិយាយឡើងថាអញចាប់ផ្ដើមព្រឺសម្បល់ហើយវើយពេលនោះពួកយើងម្នាក់ខំប្រឹងស្ដាប់យ៉ាងចំហមាត់តែខ្ញុំនិងអាធីមរៀងបុកពោះបន្តិចហើយក៏ព្រោះតែមានអារម្មណ៍ថាជួបអីប្លែកៗមកហើយភ្លាមនោះស្រាប់តែអាធីមក៏បានប្រញាប់សួរវាទាំងជាក់លាក់ថាឯងឃើញអីដែរមែនអាវ៉យក៏បានតបមកផ្លែតឃើញស្អីអញព្រឺសម្បល់រីអាចតាសួរនាំរត់តាស្អីទៀតឲ្យ7មកក្រោយលើវានិយាយបែបនេះក៏ធ្វើឲ្យពួកយើងថាមចិត្តជាខ្លាំងហើយភ្លាមនោះខ្ញុំក៏បានបោះ7ទៅឲ្យវាទៅហើយមិនចាំយូរនោះទេអាវ៉យក៏បានហក់ចុះពីលើក្រែហើយរត់សម្ដៅទៅក្រោយផ្ទះជាឡំបាត់ទៅហើយអាថើក៏បានប្រញាប់និយាយទៅអាធីមដែលកំពុងរុំកណាត់សដូចខ្មោចម៉ាមីនោះថាចូលមកកាន់ចំនួនវាមួយក្តារសិនមកអាបកាច់ពេលនោះទើបអាធីមវាព្រមលេងចំនួនសិនទៅបន្តពីនោះពួកយើងទាំង4ក៏ចាប់ផ្ដើមលេងបន្តទៀតអំឡុងពេលដែលពួកយើងទាំង4កំពុងតែលេងនោះខ្ញុំស្រាប់តែមានអារម្មណ៍ថាបរិយាកាសនៅទីនេះកាន់តែត្រជាក់ចម្លែកប៉ុន្តែវាដូចជាអត់មានខ្យល់សោះខ្ញុំចាប់ផ្ដើមផ្ទៀងមើលតាមកន្ទុយភ្នែកចុះឡើងភ្លាមនោះស្រាប់តែឮសំឡេងងឺតងតហាក់ដូចជាស្នូឈើដែលគេកំពុងតែទាញចុះទាញឡើងខ្ញុំខំប្រឹងធ្វើមិនឮព្រោះគិតថាប្រហែលជាឮតែឯងទេតែអាធីមអាធ្វើអាយ៉ាត់វាក៏ឮដូចជាខ្ញុំដែរទើបពួកខ្ញុំចាប់ផ្ដើមលួចមើលមុខគ្នាដោយការភ័យខ្លាចរួចក៏បាយយឺតទៅតាមរកប្រភពសំឡេងដែលចេញពីម្ដុំរទេះគោដែលទុកចោលនៅខាងមុខផ្ទះនោះពួកយើងដឹងច្បាស់ថាសំឡេងនោះគឺឮចេញពីម្ដុំបរិវេណនោះឯងបែរបណ្ដាពួកយើងក៏គិតដឹងច្បាស់ថាយាយឡំការគាត់នៅរស់គាត់ចូលចិត្តអង្គុយលើរទេះគោនោះខ្លាំងណាស់ពួកយើងងាកមកទាំងភ័យផងខ្លាចផងមិនហ៊ាននឹងបើកភ្នែកមើលផងប៉ុន្តែក្រោយពួកយើងទាំង4បែរមកចំរទេះគោនោះស្រាប់តែមិនបានឃើញអ្វីចម្លែកនោះទេបរិយាកាសគឺស្ងាត់ឈឹងដដែលគឺឃើញតែរទេះគោដែលទុកចោលនោះនៅតែឯងហើយវាក៏កើតធ្វើឲ្យពួកយើងមានចម្ងល់នៅថ្មងមើលទៅរទេះគោដែលទុកចោលនោះដែលពួកយើងបានឆ្ងល់ថាតើសំឡេងអបាញ់មិនវាចេញមកពីណាបើពួកយើងទាំង4នេះគឺស្ដាប់ឮចេញពីបរិវេណនោះហើយមិនទាន់ទាំងបានកាត់ស្រួលបួលផងនោះស្រាប់តែភ្លាមនោះសំឡេងធ្លាក់អ្វីមួយឮសូរយ៉ាងខ្លាំងពីខាងក្រោយខ្នងរបស់ពួកយើងវាក៏ធ្វើឲ្យពួកយើងទាំង4ភ្ញាក់យ៉ាងកន្ត្រាក់បែរមកក្រោយវិញយ៉ាងលឿនក៏ស្រាប់តែធ្វើឲ្យពួកយើងបានឃើញថាគម្របមឈូសយាយឡំបែរជាត្រូវបានរបើកធ្លាក់ពីលើមឈូសរបស់គាត់ដោយឯងចង្រៃយ៉យពួកយើងមានការភ័យខ្លាចខ្លាំងណាស់ក៏ប្រញាប់ស្ទុះមកចិត្តគ្នាយ៉ាងលឿនភ្លាមនោះមិនចាំយូរនោះទេពួកយើងបានព្យាយាមយកក្រណាត់សដែលនៅសេសសល់ពីអាធីមនោះមករុំខ្លួនពួកយើងយ៉ាងជិតហើយក៏នៅតែបន្តសម្លឹងមើលទៅមឈូសយាយឡំនោះជាប់ដោយការតក់ស្លុតហើយនឹងភ័យខ្លាចពេលនោះពួកយើងបានស្រែកខ្លាំងណាស់ពួកយើងបានស្រែកហៅអវយនៅគណៈដែលភ្នែកពួកយើងមិនទាន់នឹងបង្វែរការចាប់អារម្មណ៍ទៅណាឆ្ងាយពីមឈូសយាយឡំផងនោះស្រាប់តែចង្រៃយ៉អីភ្លាមខ្យល់បក់មួយវឹបរលត់ទាំងចង្កៀងរលត់ទាំងទៀនអស់រលីងនៅពេលនោះវាធ្វើឲ្យបរិយាកាសនឹងកាន់តែគួរឲ្យខ្លាចលើសដើមពួកយើងទាំង4នាក់បានស្រែករម៉ែរឪតែម្ដងហើយលើពីនោះក៏ប្រកាច់ប្រកិនអោបជុំគ្នារុំនឹងកណាត់សនោះប្រទាញបតុងចោះឡើងសភាព
ភាពរញ៉េអាញ៉ៃពេញហ្នឹងហើយអាបរិយាកាសហ្នឹងក៏ល្ងិតឆឹងទៀតធ្វើឲ្យស្ថានភាពហ្នឹងកាន់តែស្លន់ស្លោលើសកម្រិតតែម្ដងហើយតែក្រោយពីប្រទាញបទងគ្នាអស់មួយសន្ទុះស្រាប់តែពួកយើងអាចមើលឃើញបានវិញស្រាងអ្វីត្បិតតែភ្លើងវារលត់អស់មែនតែយ៉ាងណាពួកយើងក៏អាចមើលឃើញបរិវេណនោះបានខ្លះដោយសារតែពន្លឺព្រះច័ន្ទទើបវាមិនងងឹតស៊ុនឆឹងពេកទេអាចល្មមធ្វើឲ្យពួកយើងសម្រួលអារម្មណ៍វិញបានហើយនៅពេលនោះបរិយាកាសក៏ចាប់ផ្ដើមស្កាត់មកសាជាថ្មីពួកយើងទាំង4នៅតែបន្តអោបគ្នានៅលើក្រែមើលឆ្វេងមើលស្ដាំមិនឈប់នៅក្នុងសភាពងងឹតស្លុបនោះអាធីមវាចាប់ផ្ដើមនិយាយឡើងមកមុនគេថាមិនម៉ារត់ហ្មងទៅអីអញមានអារម្មណ៍ថាលេងស្រួលហើយវើយភ្លាមនោះដែរហ្នឹងអាយ៉ាហ្នឹងក៏បានតបមកម្នាក់ទៀតទាំងភ្លេងហ្នឹងកំពុងសម្លឹងមើលឆ្វេងមើលស្ដាំដូចជាពួកខ្ញុំដែរហើយចុះបើពួកយើងទៅពេលតាឡាមកវិញអត់ឃើញពួកយើងគិតមិនទៅភ្លាមនោះអាថើយហ្នឹងក៏បញ្ញាប់តបដែរអាល្ងងប្រាប់គាត់ទៅថាខ្មោចយីឡំឡងយើងទៅយើងរត់អាយ៉ាវាមានអារម្មណ៍ថាហេតុផលនេះដូចមិនសូវសមស្របទេទៅវានិយាយថាខ្មោចអាណាបើយើងមិនទាន់បានឃើញខ្មោចផងហ្នឹងតែខ្ញុំក៏បញ្ញាប់តបថាអូយអាយ៉ាត់ឯងតាមតឃើញខ្មោចហ្មងអីអញមានអារម្មណ៍ថាអញឃើញហើយអីភ្លាមនោះដែរអាធៀមក៏បញ្ញាប់បន្ថែមមកម្នាក់ទៀតអញក៏ឃើញដែរវើយភ្លាមនោះអាថើយនោះក៏បានរអូមកថាចុះយូរហើយមិនព្រោះឯងព្រមប្រាប់ពួកអាត្រាមងាប់ហើយអាធៀមនោះក៏បានតបមកវិញទាំងអេសក្បាលថាមុននឹងអញដូចអត់សូវច្បាស់តែឥឡូវមានអារម្មណ៍ថាច្បាស់ហើយនៅគណៈពេលដែលពួកយើងមានអារម្មណ៍ថានៅលេងបានហើយនោះខ្ញុំក៏បាននិយាយទៅពួកវាថាចុះអ្វីវាអត់តមកផងហ្នឹងក្រោយបានលើខ្ញុំនិយាយបែបនេះហើយពួកវាក៏មានការធន់ជាខ្លាំងលើកនេះអាធីមរអ៊ូម្ដងថាអាហ្នឹងមែនអាហ្នឹងវាទៅដេកនឹងមែនណានៅគណៈពេលដែលពួកយើងកំពុងតែខ្លាចហើយមិនអាចរត់ទៅណាឆ្ងាយចាក់ចោលអវយបានពួកយើងក៏បានត្រឹមតែស្រែកហៅវាជារឿយៗដែលគ្មានអ្នកណាគេហ៊ានចុះពីលើក្រែនោះទេហើយបាននិយាយពីកណាត់សនោះវិញទាញចុះទាញឡើងដណ្ដើមគ្នាទាញមករុំខ្លួនដើម្បីឲ្យចិត្តខ្លួនគ្រប់គ្នាវាស្ទើរតែរហែកបាត់ទៅហើយបានបន្តិចក្រោយមកមិនទាន់នឹងបានត្រៀមខ្លួនស្រួលបួលផងស្រាប់តែសំឡេងអ្វីមួយបានបន្លឺសូរឡើងពីខាងក្រោយខ្នងរបស់ពួកយើងសារជាថ្មីម្ដងទៀតហើយវាគឺជាសំឡេងងើតងត់ដែលពួកយើងបានឮពីដំបូងនោះឯងសំឡេងមួយនោះវាបានលឺឡើងនៅម្ដុំខាងមុខផ្ទះនោះដដែលហើយវាក៏មិនទៅណាឆ្ងាយពីម្ដុំរទេះគោនោះដែរមិនចាំយូរនោះទេភ្លាមពួកយើងក៏បានប្រញាប់បាយយ៉ាងរហ័សទៅមើលយ៉ាងលឿនស្រាប់តែពេលនោះហើយដែលធ្វើឲ្យពួកយើងបានសភ្នែកគ្រប់គ្នាតែម្ដងវត្តមានរបស់យាយចាស់ម្នាក់បាននឹងកំពុងតែអង្គុយលើរទេះគោនោះបែរខ្នងមករកពួកយើងសក់កន្ទ្រៀងអង្គុយមើលវាស្រែដោយសភាពស្ងប់ស្ងាត់ពួកយើងបានចំណាំយ៉ាងច្បាស់ថាគ្មាននរណាទេក្រៅពីយីឡំនោះឯងនៅគណៈនោះពួកយើងក៏បានស្រែកឡើងស្រស់គ្នាពេញទំហឹងតែម្ដងក៏ព្រោះតែអ្វីដែលយើងបានឃើញនេះវាស្រស់ខ្លាំងពេកតែភ្លាមនោះស្រាប់តែសំឡេងអវយបានស្រែកសួរពួកខ្ញុំពីខាងក្រោយដែលមិនដឹងខ្យល់អីថាពួកឯកាស៊ីគេពេលនោះពួកខ្ញុំក៏បានបែរមកវិញយ៉ាងលឿនក៏ស្រាប់តែឃើញអវយកំពុងតែឈរឆ្លោះពើធ្វើមិនដឹងដោយឃើញបែបនេះពួកយើងក៏បានប្រញាប់ប្រាប់វាឲ្យនឹងចង្អុលទៅខាងរទេះគោថាអវយខ្វល់យល់ឡំនៅលើរទេះគោអវយពេលវាឃើញពួកខ្ញុំបានស្រែកនឹងចង្អុលដោយការភ័យខ្លាចបែបនេះអវយមិនចាំយូរនោះទេវាក៏ប្រញាប់ឆ្លោះពើទៅរកទីកន្លែងរទេះគោនោះភ្លាមប៉ុន្តែនៅពេលដែលពន្លឺពើជះទៅដល់ស្រាប់តែមិនបានឃើញអ្វីឡើយគឺឃើញតែរទេះគោទុកចោលឯងដដែលទៀតហើយអវយតបថាពួកឯងឈួតទេអីគ្មានឃើញស្អីផងនៅពេលនោះពួកយើងទាំង4នាក់ក៏ស្រាប់តែអសកម្មភាពមួយរំពេចពួកយើងនៅថ្មឹងទាំងអស់គ្នាមិនដឹងថាគួរនិយាយបែបណាឡើយក៏ព្រោះតែមុននេះពួកយើងហាក់បីដូចជាឃើញពិតមែនប៉ុន្តែស្រាប់តែពេលនេះបានបាត់សូនឆឹងភ្លាមតែម្ដងបែបនេះពួកយើងពិបាកនឹងនិយាយប្រាប់វាមែនតើអវយក៏បានសួរពួកយើងបន្តថាហើយភ្លើងមិនអាលុតអស់លីងចឹងពេលនោះខ្ញុំក៏បានតបទាំងភ្នែករបស់ខ្ញុំកំពុងតែសម្លឹងមើលរទេះគោជាប់នៅឡើយមុននឹងខ្យល់វាបក់រលត់លើបែបនេះហើយអវយវាក៏បានដកដង្ហើមធំបន្តិចរួចក៏រអ៊ូឲ្យដើរទៅអុជចង្គៀងអញឆ្ងល់ដែរបើរលត់មិនដុតវិញទៅវ៉ៃអវយវារអ៊ូបណ្ដាដុតបំភ្លឺភ្លើងចង្គៀងបណ្ដាទាំងដែលពួកយើងទាំង4កំពុងតែធ្វើមុខភ្លើអោបគ្នានៅលើក្រែនៅឡើយនោះទេបន្ទាប់ពីបានដុតបំភ្លឺភ្លើងចង្គៀងហើយអវយវាក៏បានបន្តទៅដុតភ្លើងទៀននៅមុខមឈូសយីឡំបន្តទៀតតែនៅពេលនោះស្រាប់តែវាទើបតែចាប់អារម្មណ៍ឃើញថាគម្របមឈូសយីឡំបានជ្រុះវាក៏បានមើលមកពួកខ្ញុំហើយនិយាយទាំងភ័យបន្តិចថាហេមិនបានគម្របមឈូសយីឡំនៅបើកជ្រុះចឹងភ្លាមនោះអាថើយក៏បានប្រញាប់តបទាំងខ្លាចមកថានឹងកន្លែងហ្នឹងឯងដែលពួកអញចង់និយាយប្រាប់ឯងភ្លាមនោះអវយក៏បានបាយយឺទៅមើលមឈូសយីឡំបន្តិចដោយការព្រឺសម្បល់ជាខ្លាំងរួចភ្លាមនោះស្រាប់តែវាចាប់ដើមដើរថយក្រោយបន្តិចម្ដងមករកពួកខ្ញុំដូចជាបាត់អារម្មណ៍ក្លាហានរបស់វាអំបញ្ញមិញសូនឆឹងតែម្ដងវាថយក្រោយបណ្ដាវានិយាយសួរពួកយើងបណ្ដាថាចុំគិតមិនទេយើងភ្លាមនោះអាធីមក៏ប្រញាប់តបបាច់គិតអីទេអាឈួតអើយទៅផ្ទះទៅនៅគណៈដែលអាធីមមិនទាន់នឹងនិយាយចប់ស្រួលបួលផងស្រាប់តែមានខ្យល់មួយវឹបបក់មកសារជាថ្មីរលត់អស់រលីងទាំងភ្លើងរបស់អាវយដែលខំអុជមុននោះត្រូវបានរលត់អស់គ្មានសល់សារជាថ្មីហើយភាពស្លន់ស្លោរបស់យើងក៏បានគ្របដណ្ដប់ពួកយើងសារជាថ្មីម្ដងទៀតដូចគ្នាដែរភ្លាមនោះមិនចាំយូរអាវយបានប្រញាប់ឆ្លោះពិលយ៉ាងលឿនទៅរកមឈូសយីឡំបន្តទៀតតែវាចង្រៃអីពេលនោះស្រាប់តែអាពិលនោះវាចាប់ផ្ដើមអ៊ីវអស់ថ្មសារជាថ្មីទៀតហើយអាវយខំគោះពិលផងមើលផងហើយអាភ្លើងនោះក៏ចេះតែរលត់ភ្លឺតាមតែវាគោះនោះទៀតគោះចុះគោះឡើងភ្លើងពន្លឺដែលសាយចេញពីការគោះរបស់វាម្ដងភ្លឺម្ដងអត់នោះស្រាប់តែបានបង្ហាញឲ្យពួកខ្ញុំបានចាប់អារម្មណ៍ថាលើដំបូលដូចជាមានអ្វីប្លែកដំបូលរងឫស្សីដែលពួកយើងកំពុងតែនៅនេះ
ហាក់ដូចជាខុសប្រក្រតីយ៉ាងម៉េចមិនដឹងឡើយនៅពេលនោះពួកខ្ញុំទាំង4ដែលនៅលើគ្រែខាងក្រោយអាវ៉យបានខំប្រឹងមើលទៅតាមពន្លឺការគោះរបស់វាដែលកំពុងតែម្ដងភ្លឺម្ដងអត់ម្ដងភ្លឺម្ដងអត់នៅពេលនោះវាក៏ធ្វើឲ្យពួកខ្ញុំបានឃើញយាយឡោមសារជាថ្មីម្ដងទៀតហើយវាក៏មិនទៅណាឆ្ងាយពីពួកយើងដែរយាយឡោមច្បាស់នៅនឹងភ្នែកតែម្ដងគឺកំពុងតែអង្គុយយល់ជើងនៅលើដំបូលរោងឫស្សីនៅចំលើក្បាលអាវ៉យនោះតែម្ដងដែលគ្រាន់តែឃើញភ្លាមខ្ញុំក៏បានស្រែកប្រាប់អាវ៉យទាំងការភ័យខ្លាចថាអាវ៉យខ្មោចយាយឡោមនៅលើក្បាលហើយអាវ៉យភ្លាមនោះស្រាប់តែអាវ៉យបានស្លុតស្មារតីមួយរំពេចហើយវាក៏ប្រញាប់យកពិលឆ្លោះទៅមើលខាងលើដំបូលឫស្សីយ៉ាងលឿនរីឯចង្រៃយកពិលនោះទៀតក៏ភ្លឺល្មមចំពេលដែលអាវ៉យកំពុងតែឆ្លោះទៅនោះឃើញយាយឡោមដែលមានរូបរាងកាយជាសាកសពស្លេកស្លាំងកំពុងតែអង្គុយញញឹមយល់ជើងមករកពួកយើងនៅលើរោងដំបូលឫស្សីនៅពេលនោះហើយដែលពួកយើងទ្រាំលេងបានហើយទាំង5នាក់ក៏បានស្រែកបែកជើងគ្នារត់ចាក់ចេញពីផ្ទះយាយឡោមទាំងអស់គ្នាគ្មានសល់អ្វីត្បិតតែពេលពួកយើងមកក្នុងផ្លូវតែមួយពិតមែនតែពេលត្រឡប់ទៅវិញពួកយើងក៏អាចបង្កើតផ្លូវមួយដែលខ្លួនឯងរៀងខ្លួនដែរសំឡេងស្រែករបស់ពួកយើងទាំង5បានរត់បែកសាចេញពីផ្ទះយាយឡោមទាំងកណ្ដាលយប់អាទិត្យដ៏ស្ងប់ស្ងាត់មួយនោះអ្វីដែលខ្ញុំអាចមើលឃើញចុងក្រោយគេបានតាមរយៈពន្លឺស្រាលៗរបស់ព្រះច័ន្ទដែលអាចមើលឃើញខ្លះៗដូចជាអាធីមវាបានរត់ធ្លាក់ប្រឡាយទឹកហើយវាខំប្រឹងហែបន្តទាំងគ្មានឈប់នោះទេរីឯខ្ញុំនិងអាថើយក៏រត់ធ្លាក់ស្រែរបស់អ្នកភូមិទៀតខំវាផងលូនផងតាមហុកក្នុងស្រែនោះអស់ពីស្រែមួយចូលស្រែមួយទៀតគ្មានទិសតំបន់ឡើយទម្រាំនឹងផុតស្រែចង់ដាច់ខ្យល់រីឯអាវ៉យហើយនិងអាយ៉ាតវិញឃើញតែពួកវាស្រែកហើយរត់ចូលក្នុងព្រៃធំបាត់ឈឹងមិនដឹងថាវាដល់ផ្ទះពេលណានោះទេហើយថ្ងៃថ្មីក៏បានឈានចូលមកដល់ពេលខ្ញុំដឹងខ្លួនឡើងខ្ញុំក៏បានឃើញថាមេឃរៀងបាក់រសៀលណាស់ទៅហើយនៅពេលនោះខ្ញុំក៏ចាប់អារម្មណ៍ឮសំឡេងថាតាឡាងកំពុងតែនិយាយជាមួយម៉ែខ្ញុំនៅខាងក្រៅហើយពេលនោះខ្ញុំក៏ដើរសរសៀដើម្បីទៅលួចមើលក៏ឃើញថាពួកគាត់កំពុងតែអង្គុយនិយាយគ្នានៅក្រោមដើមស្វាយនៅដីមុខផ្ទះពេលនោះទើបខ្ញុំបានដឹងថាតាឡាងគាត់បានដឹងរឿងកាលពីយប់មិញអស់ទៅហើយគឺគ្មានដឹងតាមអ្នកណាឆ្ងាយទេគឺតាមរយៈពួកអាដែងគ្នាខ្ញុំនោះឯងក៏ព្រោះតែគាត់មកដល់ផ្ទះខ្ញុំគឺក្រោយគេនេះឯងដើម្បីសួរសុខទុក្ខខ្ញុំតាឡាងក៏បានប្រាប់ម៉ែខ្ញុំថាពេលគាត់មកដល់នោះសភាពដូចជាធម្មតាទាំងអស់ទៀនហើយចង្គៀងអីអស់នោះក៏នៅតែដុតបំភ្លឺធម្មតាដំបូងគាត់គិតថាពួកខ្ញុំប្រហែលជាចាំយូរហើយងងុយដេកទើបត្រឡប់ទៅផ្ទះអស់ទៅទើបតែពេលធ្វើបុណ្យយាយឡោមហើយតើទើបឮអ្នកភូមិនិយាយតគ្នារឿងពួកខ្ញុំដែលត្រូវខ្មោចយាយឡោមលងការពីយប់មិញនោះទើបបានជាគាត់សូត្រនាំមករកពួកខ្ញុំតាមផ្ទះទៅហើយចុងក្រោយតាឡាងក៏បានប្រាប់ថាបើរឿងដែលក្មេងៗបានជួបវាគឺជារឿងពិតមែនដីផ្ទះនោះច្បាស់ជាមានរឿងបន្តទៀតទោះធ្វើបុណ្យសពឲ្យគាត់រួចក៏ដោយហើយវាក៏ដូចជាអ្វីដែលតាឡាងបាននិយាយអញ្ចឹងកន្លងផុតទៅច្រើនខែហើយរាល់អ្នកភូមិណាក៏ដោយឲ្យតែធ្វើដំណើរមកពីស្រែទាំងយប់ដឹងតែត្រូវឃើញផ្ទះយាយឡោមមានភ្លើងភ្លឺក្នុងផ្ទះហើយលើសពីនោះទៀតក៏មានយប់ខ្លះគេបានឃើញគាត់អង្គុយនៅលើរទេះគោហើយបកដៃហៅគេឲ្យមកជួយទិញគាត់ថែមទៀតចំជាអ្នក business ពិតមែននិងមានអ្នកខ្លះទៀតក៏បានលួចចូលទៅបេះផ្លែឈើនៅចំការរបស់គាត់ក៏ត្រូវបានគាត់លងទាំងថ្ងៃតែម្ដងកន្លងយូរទៅអ្នកភូមិក៏បានធ្វើផ្លូវថ្មីមួយវាងផ្ទះដីយាយឡោមនោះហើយចាប់ពីពេលនោះមកបរិវេណនោះក៏កាន់តែគួរឲ្យស្ងប់ស្ងាត់និងគួរឲ្យខ្លាចលើដើមគ្មាននរណាហ៊ានទៅម្ដុំនោះទៀតទេហើយរឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ដូចគ្នាដែរអរគុណគ្រប់គ្នាក្នុងការទស្សនាពីដើមដល់ចប់